Okay, whenever I can't shake off a negative thought or feeling or an intrusive thought. Intrusive? So high up. You have nothing to live for. Do it, jump! ពន្យល់អត្ថន័យពាក្យអង់គ្លេស intrusive ជាភាសាខ្មែរនេះគឺជាគុណនាមអង់គ្លេសមួយដែលយើងអាចប្រើដើម្បីរៀបរាប់ពីពណ៌នាថាអ្វីមួយឬនរណាម្នាក់ចូលទៅកន្លែងមួយឬមានវត្តមាននៅកន្លែងមួយដោយឯកឯងឬដោយមិនមានការអនុញ្ញាតដែលបង្កឲ្យមានភាពរំខានភាពរអាក់រអួលភាពប៉ះពាល់ឬបង្កការបៀតបៀនភាពផ្ទាល់ខ្លួនឬឯកជនភាពឧទាហរណ៍ She found the reporter's questions intrusive មានន័យថាអ្នកបានគិតឬបានមានអារម្មណ៍ថាសំណួររបស់អ្នកសារព័ត៌មានភាពប៉ះពាល់ឬបៀតបៀនភាពផ្ទាល់ខ្លួនឬឯកជនភាពឧទាហរណ៍មួយទៀត Intrusive ads kept popping up while I was browsing online មានន័យថាការផ្សាយពាណិជ្ជកម្មដែលចេញដោយឯកឯងឬដែលគួរឲ្យរំខានបានបន្តចេញមកខណៈពេលខ្ញុំកំពុងមើលព័ត៌មានតាមអ៊ីនធឺណិតបើទាក់ទងទៅនឹងចិត្តវិទ្យាវិញបើសិនជាយើងនិយាយថាគំនិតមួយគឺ intrusive នោះមានន័យថាគំនិតនោះគឺជាគំនិតដែលយើងមានម្ដងហើយម្ដងទៀតដែលជាធម្មតាដោយឯកឯងដែលបន្តយាយីហើយអាចបង្កភាពឈឺចាប់ភាពព្រួយបារម្ភឬភាពតានតឹងហើយវាគឺជាគំនិតដែលយើងមិនបានចង់មានឬមិនចង់គិតនោះទេឧទាហរណ៍ She struggled with intrusive thoughts about her past mistakes មានន័យថានាងបានប្រឈមឬបានរងនឹងការមានគំនិតយាយីឥតឈប់ឈរអំពីកំហុសពីអតីតកាលរបស់នាង